Tí krong Phnom Penh mình men chỉ tí krong perfect tùm nớp đối xã hạ rót Americ tê rương tùm nành xiêm nơi nông tực đầy Americ. These 32 million counterfeit items. They would have been worth $5.4 billion if they'd been genuine. Nơi nông năm 2024មានចំនួន32លានវត្ថុដែលមានតម្លៃទឹកប្រាក់ស្មើនឹង$5,400 លានសហរដ្ឋអាមេរិកទីក្រុងភ្នំពេញក្រុមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងធ្វើវាឲ្យអស់លទ្ធភាពដូចលៀងរលឹមប្រទេសថៃទំនិញដែរហូរចូលពីប្រទេសថៃចូលទឹកដីសហរដ្ឋអាមេរិកដែលជាទំនិញคล้ายៗដែលជាទំនិញមិនពិតប្រាកដដែលជាទំនិញ brand คล้ายៗដែលជានាឡិកាទំនើបคล้ายៗហូរចូលទៅក្នុងទឹកដីអាមេរិកតើថៃជាប្រទេសទី3ដែលឆ្លងកាត់ឬក៏យើងប្រើភាសា logistics ណាតើថៃជាប្រទេស transit ពីប្រទេសផលិតវត្ថុคล้ายៗចូលទៅក្នុងសហរដ្ឋអាមេរិកមែនដែរឬទេ ភ្នំពេញគេបានធ្វើប្រតិបត្តិការរាល់ថ្ងៃហើយប្រទេសតែឯងមានយ៉ាងណារឿងរបស់ឯងទៅចោះ They're opening this package because it came from a known counterfeit in Thailand. In 2024, U.S. Customs seized 32 million counterfeit items. They would have been worth $5.4 billion if they'd been genuine. មើលតើគ្រប់អត់លក្ខណៈត្រៀមលក្ខណៈបើអត់គ្រប់ឲ្យកែភ្លាមអញ្ចឹងយើងសួរទាំងគ្រូយើងផងបាទព្រោះសុំកុំខ្លាចថាដាក់អីចេញទៅដំបងវាល្អអត់ខ្ចោះសុំគុំត្រូវទទួលស្គាល់តែអ្វីប្រែคล้ายពីការគិតទៅជាសកម្មភាពជាចំណុចវិជ្ជមានមួយខ្លះហើយទៅការនេះដែលខ្ញុំសូមសរសើរបកគលភារកិច្ចឲ្យថ្ងៃសុកដូចគ្នាមួយថ្ងៃច័ន្ទបានចាប់ផ្ដើមធ្វើការមួយធ្វើឲ្យតាំងពីយប់ថ្ងៃសុកវាខុសគ្នាបន្តិចតិចចឹងប៉ុន្តែបន្តិចតិចចឹងវាជួយឲ្យយើងជោគជ័យនៅថ្ងៃទី14ខែមិថុនាឆ្នាំ2026ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង14សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអគ្គនាយកដ្ឋានកបបដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងឃ្លាំងទូចធំក្នុងមូលដ្ឋានសរុបចំនួន12កន្លែងដែលសង្ស័យមាននាំចូលស្តុកទុកចរាចរណ៍និងចែកចាយផលិតផលបង្កកមានប្រភពមកពីប្រទេសថៃតាមរយៈប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន1ស្ថិតនៅផ្ទះលេខ352ផ្លូវ551ភូមិឫស្សីស្រស់សង្កាត់និរោធខណ្ឌច្បារអំពៅដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេសភេសជ្ជៈនិងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទសរុបចំនួន1647កេសស្មើនឹង14638.5 គីឡូក្រាមនាំចូលពីបរទេសក្នុងការិយាល័យកម្មគនត្រូលរាជធានីភ្នំពេញបានរកឃើញទំនិញចំនួន17មុខជាទំនិញនាំចូលពីប្រទេសថៃនិងមានទំនិញចំនួន2មុខគឺតែអូអ៊ីឈីចំនួន34កេសនិងទឹកវីតាមីន Blue ចំនួន4កេសការបរិច្ឆេទប្រើប្រាស់ក្រោយការត្រួតពិនិត្យក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងកម្លាំងចម្រុះបានសម្រេចបិទខ្លួនទីតាំងនេះបណ្ដោះអាសន្នដើម្បីបន្តនីតិវិធីនៅថ្ងៃដដែលនេះដែររដ្ឋបាលខណ្ឌទាំង14ក៏បានចុះត្រួតពិនិត្យតាមអគារខុនដូអាផាតមិនបុរីផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យបទល្មើសឆបោកតាមបច្ចេកវិទ្យា online scam ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន88ទីតាំងដោយមិនមានរកឃើញបទល្មើសអ្វីនោះទេ